សួស្តីអ្នកទាំងអស់គ្នាវិលមកជួបខ្ញុំជាមួយនឹងពាក្យបច្ចេកទេសដែលយើងប្រើប្រាស់ក្នុងវិស័យសំណង់ជាភាសាចិនបន្តទៅទៀតខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចេះអានចេះសរសេរនៅពាក្យដែលយើងបានរៀនកន្លងមកហើយថ្ងៃនេះខ្ញុំនឹងបន្ត5ពាក្យទៅមុខទៀតតោះយើងចាប់ផ្ដើមទាំងអស់គ្នាពាក្យទី1នោះគឺអានថាអានជួងជាភាសាអង់គ្លេសបានន័យថា installation ដែលយើងប្រែជាភាសាខ្មែរគឺដំឡើងពាក្យទី2យើងអានថាចែវហឺបានជាភាសាអង់គ្លេសបានន័យថា plywood ឬក៏យើងប្រែជាភាសាខ្មែរគឺកុងផ្លាក់គេពាក្យបន្តមកទៀតនោះគឺយើងអានថាប៉ង់ជាភាសាអង់គ្លេសបានន័យថា pump ដែលយើងបកជាភាសាខ្មែរគឺបូមបេតុងពាក្យបន្តមកទៀតនោះគឺពាក្យកុងទីជាភាសាអង់គ្លេសបានន័យថា site ដែលយើងប្រែជាភាសាខ្មែរគឺការដ្ឋានពាក្យបន្តមកទៀតនោះគឺឈឺឆាវឬក៏យើងអានម្យ៉ាងទៀតឆាវដែលជាភាសាអង់គ្លេសបានន័យថា bridge យើងបកជាភាសាខ្មែរគឺស្ពានហ្នឹងហើយថ្ងៃនេះខ្ញុំមានតែ5ពាក្យហ្នឹងឯងជួបខ្ញុំនៅវីដេអូបន្តទៀតអរគុណច្រើន See you bye bye